ជំរាបសួរបងទាំងអស់គ្នាវីដេអូនេះគឺបងមកបង្រៀនពីការ down app IPC Home ដើម្បីភ្ជាប់ជាមួយនឹងកាមេរ៉ា Lens 3 mode នេះអញ្ចឹងសម្រាប់ការភ្ជាប់ជាមួយនឹងកាមេរ៉ាបានត្រូវ down app ដើម្បីភ្ជាប់ជាមួយនឹងកាមេរ៉ាចាហ៊ានដំបូងគឺបងចុចទៅលើ App Store ដើម្បី down ទៅលើកម្មវិធី IP Home ហ្នឹងអញ្ចឹងបងវាយពាក្យ IPC 360អញ្ចឹងគឺវានឹង load ជូនបងអញ្ចឹងបងចុចមក IPC 360 Home អញ្ចឹងបើសិនជាបងអត់បាន download ទេបងជួយ download កម្មវិធីនឹងមកនេះបង download រួចរាល់ហើយអញ្ចឹងបងចុចពី open តែម្ដងចាំតិចបងសុំចូលទៅទម្រង់ដើមអញ្ចឹងឧទាហរណ៍ថាបងចូលមកទម្រង់ដើមគឺអត់មាន account ទេអញ្ចឹងតើតែបងភ្ជាប់ជាមួយនឹងកាមេរ៉ាដំណើរការត្រូវបង្កើត account នៅលើ app IP Home ហ្នឹងសិនតែបើសិនជាមួយទៀតសម្រាប់បងមានទៅលើ account email ឬ Gmail រួចរាល់ហើយបងអាចចុចពាក្យជ្រោមនេះមក continue នេះគឺវានឹង load ឈ្មោះ Gmail របស់បងនៅខាងលើនឹងតែម្ដងតែបើសិនជាបងអត់មានទេបងចុចទៅលើពាក្យ no account set up ដើម្បី register account ចូលដល់ចាហ៊ាននេះគឺ register Cambodia គេឲ្យយើងជ្រើសរើសប្រទេសអញ្ចឹងបងបើឃើញពាក្យ Cambodia រួចរាល់ហើយបងចុច OK មកអញ្ចឹងខាងលើនេះគឺ Cambodia ប្រទេសរបស់យើងហើយអញ្ចឹងចូលដល់ចំណុចហ្នឹងគឺយើងវាយឈ្មោះទៅលើ account Gmail របស់យើងដើម្បីវា send code អីចឹងបងដើម្បីយើងបង្កើត account នៅលើ app មួយហ្នឹងអញ្ចឹងសម្រាប់ account Gmail គឺយើងអាចទៅយក code របស់វានៅក្នុងកម្មវិធី Gmail ហ្នឹងនេះបើបងឧទាហរណ៍បងយក account នេះដើម្បី register ទៅលើ account app IPC 360 Home ហ្នឹងអញ្ចឹងបងនឹងយក account ហ្នឹងទៅវាយនៅក្នុងកម្មវិធីហ្នឹងតែម្ដងបញ្ជាក់ត្រង់ចំណុចនេះគឺបងវាយឲ្យត្រឹមត្រូវនឹងឈ្មោះ account ដើម្បីវាសារកូដទៅបើសិនជាបងវាយឲ្យត្រឹមត្រូវទេវាអត់បានសារកូដទៅទេអញ្ចឹងបងវាយរួចរាល់ហើយបងចុចពាក្យ down ហើយបងគ្រីសក្លែគ្រានេះមួយមកបងចុចពាក្យ next បន្តទៅទៀតដល់ចំណុចហ្នឹងគឺវានឹង send code ទៅក្នុង account Gmail ហ្នឹងហើយបងឃើញជាក់ស្ដែងគឺវានឹង load មកជូនយើងហើយអញ្ចឹងបើឧទាហរណ៍ថាវាអត់ load ជូនយើងទេយើងអាចចុចទៅក្នុងកម្មវិធីហ្នឹងមកជ្រើសរើស account ហ្នឹងមកគឺបងអមពីលើមកខាងក្រោមមួយមកគឺវានឹង load នៅខាងលើគេនឹងឯងអញ្ចឹងនេះ លេខកូដដែលគេ send មក10កូដ1405ចូលថាបើបង load ប្រហែលបងវាយតាមនឹងមកអញ្ចឹងបង10កូដ1405វាយត្រឹមត្រូវរួចរាល់យើងចុចពាក្យ next បន្តទៀតចូលដល់ចាហ៊ាននេះគឺយើងដាក់ password ទៅលើកម្មវិធី IP 360 Home ហ្នឹងខាងលើដាក់បែបម៉េចខាងក្រោមដាក់បែបហ្នឹងចាប់ពី8អក្សរឡើងទៅដល់18បងមានសញ្ញាអីក៏បានឬក៏មិនបាច់ជាសញ្ញាក៏បានដែរបងឧទាហរណ៍ឬក៏បងជ្រើសរើសសញ្ញានេះមួយអញ្ចឹងបញ្ជាក់កន្លែងហ្នឹងគឺបងវាយឲ្យបានដូចគ្នាអញ្ចឹងបើសិនជាបងវាយខាងលើខុសបងជួយកែវាដាក់ឲ្យដូចគ្នាតែម្ដងអញ្ចឹងនេះគឺវាដូចគ្នាអញ្ចឹងបងចុចពាក្យ save តែប៉ុណ្្នឹងមកគឺបងរួចរាល់បងបង្កើត account បានរួចរាល់ហើយចូលដល់ជាហេតុបន្ទាប់បងដល់ភ្លើងកាមេរ៉ាឲ្យវាមានភ្លើងសិតមកអញ្ចឹងឲ្យវាវិលដំណើរការសិនមកចាំយើងភ្ជាប់ជាមួយនឹងកាមេរ៉ាមួយទៀតបងបញ្ជាក់សម្រាប់ពេលប្រើ Wi-Fi គឺយើងត្រូវ connect ជាមួយនឹង Wi-Fi ឲ្យរួចរាល់សិននិងបើកទៅលើ Bluetooth មួយទៀតគឺបង complete បើកទៅលើ location ដើម្បីវាទាញចាប់ជាមួយនឹងកាមេរ៉ាសម្រាប់ការបើក location គឺយើងចុចទៅលើ setting ហើយបងអស់មកខាងក្រោមរកសញ្ញាបត្រដៃនេះចុច login location អធិស្ឋានបងបើកមកឧទាហរណ៍ថាបើសិនជាបងបិទអញ្ចឹងបងបើកវាមកដើម្បីឲ្យវាដំណើរការចាប់ជាមួយនឹងកាមេរ៉ាបានជាហ៊ានដំបូងហ្នឹងសម្រាប់បងណាដែលគាត់អត់ចេះបើកទៅ location អញ្ចឹងកាមេរ៉ាវាបានវិលរួចរាល់ហើយអញ្ចឹងបងដាក់ចុចទៅលើពាក្យ add device បងចុចទៅលើពាក្យ next បន្តហើយបង scan QR code នៅលើកាមេរ៉ាដល់ចំណុចនេះបងចុចពាក្យ tick នៅខាងក្រោមនេះមួយមក
ហើយបងចុចពាក្យ next បន្តទៀតបើចុចបន្តទៅមុខទៀតបងចុច join បងរងចាំបន្តិចមកគឺវា connect ជាមួយនឹងកាមេរ៉ាឲ្យស្គាល់ជាមួយនឹងដុំ Wi-Fi មេរបស់យើងហើយបញ្ជាក់ជូនសម្រាប់ដុំ Wi-Fi បងគឺជាប្រភេទ 2.4G ទើបវា connect ជាមួយនឹងកាមេរ៉ាធនាការអញ្ចឹងដល់ចំណុចនេះគឺវាឲ្យយើងជ្រើសរើសទៅលើឈ្មោះ Wi-Fi ទីតាំងបងហើយអញ្ចឹងចំណុចនេះគឺខ្ញុំ Wi-Fi ទីតាំងខ្ញុំគឺឈ្មោះ CPK shop អញ្ចឹងខ្ញុំចុចឈ្មោះ CPK shop បើសិនជាវាអត់ load password ទេបងអាចវាយ password វាបានដើម្បី connect ឲ្យធនាការអញ្ចឹងសម្រាប់ password ហ្នឹងគឺបងវាយឲ្យបានត្រឹមត្រូវផងនេះគឺវាត្រឹមត្រូវហើយដោយបងបញ្ជាក់ជូនបងមុនហ្នឹងអញ្ចឹងគឺជាប្រភេទ 2.4G ទៅវាធនាការបើ 5G វាអត់ធនាការទេណាអញ្ចឹងដល់ចំណុចហ្នឹងគឺបងចុចរួចរាល់ទៅលើដុំ Wi-Fi មេរួចរាល់បងចុចពាក្យ OK បន្តហើយបងរងចាំវាបន្តិចមកគឺវានឹងធនាការភ្ជាប់ជាមួយនឹងកាមេរ៉ាតែម្ដងបងរងចាំបន្តិចវាពង load ឯទីរបស់វាដើម្បី connect ជាមួយនឹងកាមេរ៉ាឲ្យស្គាល់ហើយអូខេបងឥឡូវវាធនាការបានដល់ចំណុចហ្នឹងបងអាចជ្រើសរើសបាន indoor ឬ outdoor បើសិនជាបងដាក់នៅខាងក្រៅឬខាងក្នុងអីបងដាក់នៅខាងក្នុងផ្ទះអីបងជ្រើសរើស indoor ចុះបើបងដាក់នៅខាងក្រៅផ្ទះអីបងជ្រើសរើស outdoor ក៏បានដែរតែនេះគ្រាន់តែជាឈ្មោះរបស់វាឯងចិត្តបង select មួយណាក៏បានដែរហើយបងដាក់ឈ្មោះកាមេរ៉ាឈ្មោះអីក៏បានដែរបងដាក់ home ក៏បានឬក៏បង add ឈ្មោះខ្លួនឯងក៏បានដែរតែនេះបងចុច home ចុះដៃនេះគឺ device របស់កាមេរ៉ានឹងឯងអញ្ចឹងបងដាក់ A1 ក៏បានដែរអញ្ចឹង fresh វាតែម្ដងទៅតែប៉ុណ្ណឹងមកគឺរួចរាល់ហើយអញ្ចឹងគឺយើងអាចមើលកាមេរ៉ាបានធនាការឃើញទេបងតែប៉ុណ្ណឹងមកគឺបងអាចមើលកាមេរ៉ាបានតែម្ដងអរគុណច្រើនជម្រាបលាបង